សួស្តីទាំងអស់គ្នាជួបជាមួយខ្ញុំសាជាថ្មីហើយទាំងអស់គ្នាបែរឆ្ងល់ថាមួយថ្ងៃមុនឬក៏មួយខែមុនហ្នឹងគឺខ្ញុំលេង Blood Strike ទេហើយបានឥឡូវចេញវីដេអូដាក់ thumbnail ថ្មីចំណងជើងថ្មីអញ្ចឹងហ្នឹងហើយទាំងអស់គ្នាដោយសារខ្ញុំចង់បដូរលក្ខណៈ content របស់ខ្ញុំទី1ទៅគឺខ្ញុំអត់សូវលេង game Blood Strike ហ្នឹងប៉ុន្មានទេឥឡូវហើយទី2ខ្ញុំចង់រកអីដែលថ្មីចែកម្លែកមកកាន់អ្នកទាំងអស់គ្នាដោយអីដែលថ្មីហ្នឹងគឺខ្ញុំនិយាយអំពី game មិនថាដើមកំណើតនៃ game និយាយទៅនិយាយពីគេហៅថា game documentary ខ្ញុំអាចរកបានប៉ុណ្ណាខ្ញុំនឹងនិយាយប្រាប់គ្នាយើងទាំងប៉ុណ្្នឹងទាំងអស់អញ្ចឹងទៅអ្វីដែលសំខាន់នៅក្នុង channel មួយនេះគឺខ្ញុំចង់ធ្វើបែបហ្នឹងដោយសារអីដោយសារការលេង game វាមិនមែនជាចំណងចិត្តរបស់ខ្ញុំតែមួយមុខគត់ទេប៉ុន្តែការដែលយើងដឹងអំពីព័ត៌មានផ្សេងៗនៃ game អាហ្នឹងបានខ្ញុំលក្ខណៈថាអីដែលខ្ញុំចូលចិត្តហ្មងហើយសង្ឃឹមថាគ្នាយើងទាំងអស់គ្នាយល់ហើយបដូរអារម្មណ៍មកតាមដានអីដែលខ្ញុំនឹងនិយាយហ្នឹងហើយទាំងអស់គ្នានៅក្នុងវីដេអូមួយនេះដែរគឺខ្ញុំចង់និយាយអំពីប្រវត្តិខ្លះដោយខ្ញុំបានសង្ខេបមកពីអ៊ីនធឺណិតអំពីប្រវត្តិនៃ PlayStation ដែលទាំងអស់គ្នាបានដឹងហើយគឺជា PS1 PS2 PS3 PS4 PS5 អីចឹងទៅហ្នឹងហើយឬក៏ PS Vita អីចឹងទៅហ្នឹងហើយនិយាយទៅគឺប្រវត្តិរបស់ PlayStation អញ្ចឹងដើមកំណើត PlayStation ដែលយើងស្គាល់រាល់ថ្ងៃហ្នឹងតើវាពិតបង្កើតដោយក្រុមហ៊ុន Sony តែម្ដងមែនឬក៏អត់ហើយហេតុអ្វីបានជាវាអាចសម្រេចឡើងដល់កំពូលបែបនេះអញ្ចឹងយើងធ្វើដំណើរត្រឡប់ទៅក្រោយវិញនៅក្នុងឆ្នាំ1990ដើម្បីស្គាល់ពីដើមកំណើតរបស់ PlayStation ដើមកំណើតរឿងនេះចាប់ផ្ដើមនៅពេល Sony មិនមែនជាក្រុមហ៊ុន game ទេនៅពេលហ្នឹងSony ពេលហ្នឹងគឺពួកគេធ្វើតែ TV Radio ហើយនិង audio តែប៉ុណ្ណោះប៉ុន្តែពេលនោះ Nintendo គឺជាចុងកេះមាសនៃ game តែម្ដងពេលហ្នឹងហើយ Nintendo ចាប់ផ្ដើមចង់រករឿងថ្មីដោយខ្លាយជាការប្រើ CD-ROM technology នៅពេលហ្នឹងហើយដើម្បីឲ្យ game របស់ពួកគេហ្នឹងមានសំឡេងនិងមានវីដេអូប្លែកជាងមុនដូច្នេះនៅក្នុងកំឡុងឆ្នាំនោះដែរ Nintendo ក៏បានចង់សហការគ្នាជាមួយនឹង Sony មិនមែនចង់ទេពេលហ្នឹងគឺបានសហការគ្នាជាមួយនឹង Sony ហើយដោយពួកគេបានបង្កើតគម្រោងមួយដែលមានឈ្មោះថា SNES CD ដោយពាក្យពេញមានន័យថា Super Nintendo បូក CD drive ហើយកំឡុងពេលហ្នឹងគឺ Sony នឹងពេលហ្នឹងគឺធ្វើការយឺតយ៉ាវហើយ Nintendo ក៏មានគម្រោងទំនេរចោលច្រើនNintendo ក៏បានផ្ដាច់ខ្លួនពី Sony នៅរយៈពេលហ្នឹងហើយ Sony ក៏ត្រូវបានទាត់ចេញលក្ខណៈថាក្រុមហ៊ុនទាំងពីរហ្នឹងគឺបានចែកផ្លូវគ្នានៅពេលហ្នឹងដែលមិនទាន់បាននឹងធ្វើអីជាមួយគ្នាផងហើយSonyពេលហ្នឹងគឺត្រូវបាននៅតែឯង Nintendo គឺនៅតែឯងចឹងទៅគឺអត់បាននៅមួយគ្នាទេប៉ុន្តែនៅពេលហ្នឹងគឺមានមនុស្សម្នាក់ដោយគាត់ហ្នឹងអត់បានបោះចោលគំនិតថាចង់ធ្វើ game ទេហើយគាត់ហ្នឹងមានឈ្មោះថា Ken Kutarachi ដែលខ្ញុំមិនដឹងថាខ្ញុំអានឈ្មោះគាត់ត្រូវទេប៉ុន្តែសំឡេងហ្នឹងគឺវាស្រដៀងចឹងឯងដោយគេហៅរហស្សនាមមកគាត់ថាគឺជាឪពុកនៃ PlayStation តែម្ដងគាត់បាននិយាយប្រាប់ Sony ថាហ្នឹងយើងអាចធ្វើ console របស់ខ្លួនឯងបានមានន័យថាគាត់យើង Sony ហ្នឹងអាចធ្វើម៉ាស៊ីនហ្គេមខ្លួនឯងបានហើយជីវិតរបស់ PlayStation គឺបានកើតឡើងចេញពីការបោះបង់ចោលគ្នានឹងឯងចេញពីដែលការបែកបាក់គ្នាពី PlayStation ជាមួយនឹង Nintendo នឹងឯងដោយគេឲ្យឈ្មោះមកថាការបោះបង់ចោលហ្នឹងគឺបានបង្កើតទៅជា PlayStation ហើយ PlayStation 1 ហ្នឹងបានចេញលក់នៅថ្ងៃទី3ខែធ្នូ1994គឺនៅប្រទេសជប៉ុនចំណែកឯនៅអាមេរិកវិញ PlayStation បានចេញលក់នៅថ្ងៃទី9កញ្ញា1995ហើយនៅអឺរ៉ុបនៅថ្ងៃទី29កញ្ញា1995ដូចគ្នាគឺនៅអឺរ៉ុបហើយនិងអាមេរិកហ្នឹងខុសគ្នាកំឡុងប្រហែលជា20ថ្ងៃហើយគណៈពេលនោះគូប្រជែងធំបំផុតរបស់ PlayStation ហ្នឹងគឺ Nintendo ជាមួយនឹង Sega Saturn ពេលហ្នឹង PlayStation ឆ្លាតជាងគេដោយសារ PlayStation ហ្នឹងគឺប្រើ CD ហើយតម្លៃរបស់ cartridge ពេលហ្នឹងគឺថ្លៃជាង CD ទំហំតិចជាង CD ហើយវាមានត្រឹមតែ 2D graphic ទេប៉ុន្តែ PlayStation គឺប្រើ CD តម្លៃរបស់ CD ហ្នឹងគឺថោកជាងទំហំ game ធំហើយគឺមានវីដេអូ cutscene ហើយជាមួយនឹង 3D graphic ដែលមានរូបភាពស្អាតនៅពេលហ្នឹងហើយ gamer ទាំងអស់នៃគណៈពេលហ្នឹងគឺមានអារម្មណ៍ថាវ៉ាវទាំងអស់គ្នាម្ដងមួយគឺទូក្បាលទាំងអស់គ្នាហ្មងដោយសារវាលយខ្លាំងតែអត់មានណាធ្វើអញ្ចឹងទេនៅពេលហ្នឹងហើយយើងចូលមកដល់ផ្នែកមួយទៀតគេនិយាយថាហេតុអ្វីបានជា Sony ហ្នឹងឈ្នះការប្រកួតthird party development support ពេលហ្នឹង Sony បានស្វែងរក developer ដោយ Sony បាននិយាយថាអ្នកណាក៏មានសិទ្ធិឬក៏អាច
ចូលមកធ្វើការផលិត game សម្រាប់ពួកយើងបានដែរមួយទៀតcontrol game ជាច្រើនដោយ game library របស់ Sony ហ្នឹងវាមានភាពពេញលេញណាមានថា game វាច្រើនណាហើយមួយទៀត game classic គឺច្រើនមែនទែន PS1 នៅពេលហ្នឹងគឺបង្កើតនៅ franchise ដ៏ធំជាច្រើនឬក៏ដល់ល្បីអីចឹងទៅដោយមានដូចជា Final Fantasy Resident Evil Metal Gear Solid Tekken Crash Bandicoot ឬក៏ Gran Turismo ចឹងទៅហើយ game ទាំងអស់នេះបានបកស្រាយពាក្យថា gaming is art ដោយគេបានដាក់ពាក្យនៅពេលហ្នឹងចឹងទៅហើយមួយទៀតគឺ marketing ដែលចូលចិត្តមានន័យថាអ្នកលេង game ហ្នឹងគឺចូលចិត្តអ្នកលេងពិតតែម្ដង Sony target ហ្នឹងគឺជាអ្នកដែលមានអាយុ18ឆ្នាំឡើងទៅមិនមែនក្មេងនៅក្រោម18ទេមានន័យថា game ទាំងអស់វាអាចមានឈាមឬក៏វាអាចមានកាយវិការណាមួយមិនសមរម្យដែលมันអាចឲ្យក្មេងមើលបានអញ្ចឹងទៅPlayStation មានអាយុត្រឹមតែ 6-7 ឆ្នាំប៉ុណ្ណោះប៉ុន្តែបានលក់បាន100លានគ្រឿងគឺជា console ដំបូងគេនៅលើពិភពលោកបានធ្វើរឿងមួយនេះផលដែលវាជះឥទ្ធិពលខ្លាំងហ្នឹងពេលហ្នឹងគឺពី graphic 2D ទៅ 3D gaming standard ពី CD ទៅ media game ប្រើទំហំធំជាងមុនហើយ game លេងផ្នែក story mode ហ្នឹងវាមានច្រើនជាងមុន developer មានឱកាសច្រើននិងមានប្រាក់ចំណេញច្រើនដោយពួកគាត់នឹងអាចរកកម្រៃបានពីការ develop game របស់ពួកគាត់ចឹងទៅដោយសារអីដោយសារយើងមាន console ដែលអាច run game បានល្អនិងមានគេហៅថា gamer ច្រើនជាងមុន gamer ពេលហ្នឹងគឺ gamer មានថាចំនួនអ្នកលេង game ពេលហ្នឹងគឺកើនឡើងច្រើនទៅចឹងទៅទាំងអស់គ្នាសាកសម័យមើលថាបើសិនជាអត់មានដើមកំណើតឬក៏អត់មាន PlayStation ទេឥឡូវ game ទាំងអស់ដែលមានសពថ្ងៃហ្នឹងប្រហែលជាអន់ថយច្រើនហើយមិនមែនដល់ច្រើនដូចឥឡូវទេហើយជោគជ័យមួយនេះបានធ្វើឲ្យ Sony បង្កើត PlayStation 2 PlayStation 3 PlayStation 4 រហូតដល់ PlayStation 5ហើយជំហានលើកនេះគឺកាន់តែខ្លាំងតែម្ដងពីការដែល Nintendo បានបោះចោល Sony បានក្លាយជាមហាអំណាច console ហើយ PlayStation មិនត្រឹមតែធ្វើឲ្យ game កាន់តែស្រស់ស្អាតផ្ដល់បទពិសោធន៍ថ្មីបង្កើត character ដែលនៅក្នុងបេះដូងរបស់អ្នកលេងប៉ុណ្ណោះទេប៉ុន្តែ Sony បានបង្កើតអនុស្សាវរីយ៍ជាច្រើននៅក្នុងបេះដូង gamer ដែលយើងមិនអាចបំភ្លេចបានទេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបើសិនជាអ្នកនរគ្នាមាន PlayStation អីឬក៏ធ្លាប់លេង PlayStation អីអាច comment នៅខាងក្រោមវីដេអូបានអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយ